សកម្មដែលខ្ញុំធ្វើនេះគឺក្នុងមួយថ្ងៃបាន400គីឡូទៅ500គីឡូបាទប្រិមត្តទស្សនិកជនទីមេត្រីឥឡូវនេះខ្ញុំបាទកំពុងតែស្ថិតនៅសិប្បកម្មផលិតនំបញ្ចុកមួយកន្លែងនៅក្រុងសែននរងខេត្តមណ្ឌលគិរីដែលដំណើរការចង្វាក់ផលិតកម្មនៅទីនេះយើងឃើញថាប្លែកមែនទែនដោយសារនំបញ្ចុកជានំបញ្ចុកប្រពៃណីដែលយើងធ្វើមកគឺយើងប្រើប៉ែនប្រអីដើម្បីទៅហៅថាជន់កិនប្រកបដើម្បីបាននំបញ្ចុកតែបច្ចុប្បន្នគឺមានការផលិតតាមបែបគេហៅថាពាក់កណ្ដាលស្វ័យប្រវត្តិដោយមានឧបករណ៍ទំនើបដើម្បីជួយសម្រួលការធ្វើនំបញ្ចុកនេះបានរហ័សដើម្បីផ្គត់ផ្គង់ទៅទីផ្សារបានគ្រប់គ្រាន់តាមតម្រូវការនៅពេលវេលាដែលអតិថិជនមានគេហៅថាចង់បានប្រមាណក៏បានដែរក្នុងមួយថ្ងៃអាចពី3 4 500គីឡូក៏បានដែរបាទទីទៀតលោកអ្នកនឹងបានឃើញពីដំណើរការវិវត្តផលិតកម្មតែម្ដងបាទជំរាបសួរខ្ញុំអាជីវករលក់នំបញ្ចុកនៅក្នុងខេត្តមណ្ឌលគិរីខ្ញុំបាទឈ្មោះហុងសុជាដែលរស់នៅក្នុងភូមិដើមសល់ឃុំមនោរម្យស្រុកសែនមនោរម្យខេត្តមណ្ឌលគិរីបាទខ្ញុំជាម្ចាស់ហាងចាស់សិប្បកម្មបាទនេះគឺជាកន្លែងដែលខ្ញុំផលិតសិប្បកម្មនំបញ្ចុកចាំខេត្តមណ្ឌលគិរីបាទសូមអញ្ជើញមកតាមខ្ញុំបាទនេះគឺជាកន្លែងដាក់ម្សៅដែលយើងកិនហើយគឺយើងយកមកដាក់នៅទីនេះដល់តែយើងដាក់នៅទីនេះហើយគឺយើងយកមកដាក់នៅកន្លែងសិននេះមួយទៀតគឺដើម្បីវាយម្សៅឲ្យវារាវដល់តែយើងវាយម្សៅហើយគឺយើងលើកពីម្សៅហ្នឹងគឺយើងដាក់ចូលក្នុងនេះក្នុងម៉ាស៊ីនមួយទៀតនេះក្នុងម៉ាស៊ីនមួយទៀតនេះគឺចេញមកចេញជាសរសៃនំបញ្ចុករហូតទៅដល់ការចេញនំបញ្ចុកហ្នឹងយកមកគឺនេះចេញនំបញ្ចុកនេះបាទចេញរួចរាល់ហើយគឺយកមកចាប់ជាច្រវាយនំបញ្ចុកបាទចាប់ជាច្រវាយនំបញ្ចុកនឹងហើយចំនួនដែលយើងកំណត់ថា5គីឡូ10គីឡូ3គីឡូ2គីឡូនៅពេលដែលមួយឬអតិជនដែលកំងយើងចាប់រួចហើយបានហើយអស់គឺយកទៅដាក់នៅកន្លែងនោះដើម្បីយើងច្រកជាចំហៅថាផលិតផលសម្រាប់បាទនេះកន្លែងនេះបាទចេញមកដល់ពីចាប់នឹងហើយគឺដៃមួយកំង3គីឡូ2គីឡូ4គីឡូនឹងហើយគឺយើងចេញជាផលិតផលសម្រាប់នេះគឺមកដល់ត្រឹមនេះហ្នឹងគឺអស់ហើយបាទហើយខ្ញុំអត់មានអ្វីផ្ដាំផ្ញើទេខ្ញុំអត់មានអ្វីទេប៉ុន្តែខ្ញុំសូមសំណូមពរដល់ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរីឬក៏ប្រជាពលរដ្ឋទូទាំងប្រទេសទាំងអស់សូមជួយលើកតម្កើងផលិតផលក្នុងស្រុករបស់យើងព្រោះផលិតផលនេះគឺអង្ករក៏ចេញពីប្រទេសកម្ពុជាយើងអ្វីក៏ចេញពីប្រទេសកម្ពុជាយើងទាំងអស់សូមជួយខ្ញុំដូចជាជួយកសិករទាំងអស់គ្នាដែរបាទហើយនឹងបូករួមទាំងនឹងបុគ្គលិកដែលខ្ញុំដែលធ្វើការឲ្យខ្ញុំនេះគឺគាត់មកពីឆ្ងាយពីភូមិឆ្ងាយអញ្ចឹងគាត់មកធ្វើការខ្ញុំទោះបានកម្រៃតិចតួចមែនប៉ុន្តែគាត់មិនចំណាក់ស្រុកទៅបរទេសតែឲ្យមានហានិភ័យដល់គាត់បាទជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណទៅដល់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោនិងសម្ដេចធិបតីដែលជាមលុបសន្តិភាពរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាហើយជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីទាំងអស់គ្រប់ឋានៈគ្រប់មន្ទីរទាំងអស់ដែលបានខំប្រឹងប្រែងជួយធ្វើឲ្យខេត្តមណ្ឌលគិរីមានការអភិវឌ្ឍទៅមុខសូមអរគុណ